bà chụp rệp số bông mai bông ôn bà vì tao này không trong bằng hai bông mai bông ôn tại tông chỉ môi nâng ca bẩn đỏ đào cột máเอา chạp bàn phó bà trâm dạ về một năm bà cả lá từปีnăm nó cứ bàn phó lại cứ dương bẩn đỏ đào bông bay pui để ca bẩn đỏ đào về nhé là bông mai bông ônហើយពីមុនមកគឺយើងបដោះដើមខ្លីៗដោយសារតែការបដោះដើមវែងនេះគឺវាខាតពូជបាទក្នុងមួយដើមនេះយើងអាចបដោះបានប្រហែលជា10ដើម9ទៅ10ដើមឬក៏ពី10ដើមអញ្ចឹងណាអានេះប្រហែលជា8សង់ទីម៉ែត្រហើយបាទហើយការបដោះបែបនេះវាដូចជាការសាកមេឃឬជាការផ្សាំមេឃផងដែរបាទគឺវាឆាប់បានផលដូចគ្នាបាទដោយសារវាដើមវាធំស្រាប់នៅពេលដែលវាដុះមកគឺយើងចំណាយពេលក្នុងការថែវាតែបន្តិចទៅយកទៅដាំទៅក្នុងរយៈពេល1ឆ្នាំជាងទៅ2ឆ្នាំហ្នឹងគឺផ្លែផ្កាបែបនេះហើយដើមនេះណាបាទដើមខូចឆ្មានេះគឺខ្ញុំបដោះបាទបដោះដោយការកាត់មែកដូចគ្នាចឹងដែរប៉ុន្តែកាត់មែកហ្នឹងគឺតែ2ថ្នាំងដៃទេហើយរយៈពេលដែលខូចឆ្មានេះដែលខ្ញុំបានថែហ្នឹងគឺ19ខែទាំងខែនេះណាបាទគឺវាបានផលបាត់ហើយអញ្ចឹងដើមទូចវាយូរក្នុងការបាទឲ្យផលដោយសារតែវាត្រូវបង្រឹងដើមវាឲ្យលូតធំល្អដើម្បីឲ្យវាពេញវ័យក្នុងការមានកម្លាំងគ្រប់គ្រាន់ដើម្បីឲ្យមេឃយើងហ្នឹងវាមានផ្លែផ្កាអញ្ចឹងវាត្រូវការចំណាយពេលយូរតែបើសិនជាយើងបដោះមេឃពូជដែលធំបែបនេះហើយគឺយើងអាចចំណាយពេលត្រឹមតែ1ឆ្នាំកន្លះហ្នឹងបាទទៅ2ឆ្នាំហ្នឹងគឺវាបានផលលឿនជាងឲ្យយើងបដោះបាទមេឃតូចបាទមេឃតូចហ្នឹងយើងចំណាយពេលបដោះហ្នឹងវាយូរខែយូរ6ខែហ្នឹងគ្រាន់បានប្រព័ន្ធដែលខ្ញុំបានកាត់នេះគឺវាអាចចូលទៅ6ខែនោះឬក៏5ទៅ6ខែបានកម្ពស់ហ្នឹងបាទហើយបើយើងយកដើមវែងនេះទៅគឺយើងចំណាយពេលតែ2 3ខែក៏វាដុះគឺវាបែកមែកធំល្អហើយដើមធំល្អគឺវាឆាប់បានផលទេតែ1ឆ្នាំជាងហ្នឹងបាទគឺវាចាប់ផ្ដើមឲ្យផលហើយដោយសារតែមែកនេះគឺមែកក្រូចឆ្មាដែលយើងយកពីអាដើមដែលមានផ្លែស្រាច់អញ្ចឹងណាបាទហើយមិនថាសាកមេឃដូចគ្នាបាទសាកមេឃឬក៏ផ្សាំមេឃហ្នឹងគឺវាឲ្យផលដូចគ្នានៅពេលដែលយើងផ្សាំចេញពីដើមបាទដែលមានផ្លែរួចទៅហើយបាទអាហ្នឹងគឺវាបានផលលឿនអញ្ចឹងឯងវិធីសាកមេឃនិងផ្សាំមេឃបដោះពូជដោយការកាត់បដោះនេះគឺវាចំណេញបែបហ្នឹងឯងបាទហើយសំណួរតែងតែសួរថាចុះបើសិនជាដឹងថាអាធ្វើមេឃវែងយើងឆាប់បានផលមិនកុំធ្វើឲ្យវែងចាំបាច់ធ្វើឲ្យមេឃពូជខ្លីទៅអីបាទអាការធ្វើដែលវីដេអូខ្លីៗហ្នឹងគឺវាចំណេញចែកបងប្អូនបាទព្រោះថាក្នុងមួយដើមហ្នឹងគឺវាបានតែ3ដើមទេបើធ្វើឲ្យវែងបើធ្វើឲ្យខ្លីបាន2 10ដើមដោយសារយើងកាត់តែមួយទឹក2ទឹកឯងបាទមួយឆ្អាមឯងបាទនេះវាចូល4ឆ្អាមហើយវា2 10ដើមឃើញណាបំបែកពូជបាន2 10ដើមចំណាយពេលខុសគ្នាតែ5ទៅ6ខែទេវាបានផលដូចតែគ្នាទាំងគ្រាន់តែខាតពេល6ខែបាទសម្រាប់ឲ្យផលបានដូចគ្នាអញ្ចឹងណាបាទអញ្ចឹងវីដេអូនេះខ្ញុំអត់ចង់ចេញបង្ហាញពុកម៉ែបងប្អូនទេដោយសារខ្ញុំធ្លាប់បណ្ដោះរួចហើយគ្រាន់តែសរសេរក្នុង caption ប្រាប់ថាបណ្ដោះដើមវែងទៅវាបានផលលឿនអញ្ចឹងគឺវាគ្រប់គ្រាន់ប៉ុន្តែដោយសារនៅតែមានពុកម៉ែបងប្អូនយើងសំណុំពរឲ្យធ្វើបង្ហាញទៅវាគាត់ច្បាស់ជាងវាទុកជាលក្ខណៈឯកសារគាត់សម្រាប់ធ្វើតាមទៅគាត់បានផលលឿនជាងហើយខ្ញុំឲ្យមើលផ្លែវាតិចទៅបាទនេះផ្លែបាទជាមួយខ្ញុំរាប់ឲ្យមើល2 4 6 8 ផ្លែនេះឃើញហើយនៅខាងលើទៀតនោះផ្លែអញ្ចឹងល្អមែនតើបាទសម្រាប់ពុកម៉ែបងប្អូនបាទគាត់មានអ្នកណាគេមានមេឃពូជអីចឹងណាបាទគាត់អាចយកកាត់មេឃទៅយើងយកទៅដោតនៅក្បែរបាទផ្ទះបាយផ្ទះអីដែលយើងចាក់ទឹករាល់ថ្ងៃណាមកត្រូវទឹកសាប៊ូបាទកន្លែងណាយើងចាក់ទឹកអាចដល់ដៃជះទឹកដល់អានឹងឆាប់ដោះបងប្អូនយល់គឺយើងមានផើងមួយទៅយើងយកទៅបដោះឥឡូវខ្ញុំទៅបង្ហាញការបដោះតែម្ដងទៅបាទហើយវីដេអូនេះគឺចង់ប្រាប់ពុកម៉ែបងប្អូនមួយទៀតដែរគឺគាត់តែងតែសួរប្រាប់ឲ្យហើយទៅបាទអញ្ចឹងដើម្បីឲ្យចេញរឹសលឿនពីវីដេអូមុនគឺខ្ញុំធ្វើបានប្រសិទ្ធភាពខ្ពស់គឺជាមួយនឹង M150 របស់សៀមតែដោយសារឥឡូវនេះមានបញ្ហាគឺយើងមិនចង់ប្រើប្រាស់របស់គេទៀតទេតែវាមានមួយទៀតដែលជាអុកម៉ូនធម្មជាតិគឺល្អបំផុតណាបាទគឺប្រទាលកតុយកពើបាទប្រទាលកតុយកពើយើងយកមកលាបគល់នេះមកឬក៏យើងកោសឲ្យចេញ ML បើសិនតែដើមច្រើនណាបាទដើមច្រើនពុកម៉ែបងប្អូនអាចយកប្រទាលកតុយកពើនេះមកកោសយកអាថ្លាបាទក្លុកវាម៉ត់មកយើងយកអានេះមកត្រាំបន្តិចទៅបាទ
ប៉ុន្តែយល់ល្អស្រួលទេបងប្អូនកាត់តែមួយមេឃមកយើងយកមកលាបគល់ជាមួយខ្ញុំលាបឲ្យមើលបាទអញ្ចឹងនេះគឺជាប្រទាលកតុយកពើយើងបាទហ្នឹងហើយយើងយកមកលាបបែបនេះបាទលាបតគល់ហ្នឹងណាបាទនេះអីនេះយើងលាបគល់ឲ្យដោយសារខ្ញុំថតដៃមកជាហៀងហើយធ្វើមកជាហៀងចឹងវាពិបាកក្នុងការលាបបន្តិចបាទតែចង់បង្ហាញបងប្អូនឲ្យមើលច្បាស់ដើម្បីជាចំណេះដឹងសម្រាប់បាទជាបរិវត្តយើងបាទយើងចែកលេខចំណេះដឹងឲ្យច្បាស់ពិតប្រាកដចឹងទៅគាត់អាចអនុវត្តទៅគាត់អាចធ្វើបានអញ្ចឹងយើងអាចជួយដល់គ្រួសារមួយចំនួនតូចបាទដែលគាត់អាចដាំដំណាំដែលអាចធ្វើបានដោយខ្លួនឯងហ្នឹងវាចំណេញលុយក្នុងការទៅទិញនៅទីផ្សារបាទហ្នឹងគេហៅផ្សារក្បែរផ្ទះណាបាទមានផ្សារបន្លែផ្សារក្រូចឆ្មាយ៉ាងយើងមានខ្លួនឯងត្រាច់គឺវាអត់ចំណាយថវិកាទៅទិញពីផ្សារទេ400-500 1000បើគិតជាឆ្នាំទៅវាអាចអស់ច្រើនដែរតែបើយើងមានខ្លួនឯងហូបមិនអស់គឺយើងអាចយកទៅលក់បានទៀតបាទអញ្ចឹងយើងលាបប៉ុណ្្នឹងមកបាទជាការស្រេចហើយមិនបាច់ទុកឲ្យយូរក៏លាបឲ្យសើមអញ្ចឹងទៅមិនដល់លើបងប្អូនមកលាបតែគល់ខាងក្រោមទៅបានហើយបាទអញ្ចឹងយើងយកទៅដោតក្នុងដីតែម្ដងបាទអញ្ចឹងដីដែលយើងយកមកបដោះហ្នឹងវីដេអូជាច្រើនខ្ញុំតែងតែប្រាប់ពុកម៉ែបងប្អូនហើយបាទចំពោះដីថ្មីកាលណាដីថ្មីបែបនេះគឺពុកម៉ែបងប្អូនមិនអាចយកដាក់ភ្លាមបដោះភ្លាមបានទេឬក្រៅពុកម៉ែបងប្អូនទុកមួយសប្តាហ៍ទៅឬ3ថ្ងៃទៅធ្វើម៉េចឲ្យចេញស្មៅចេះបាទកាលណាចេញស្មៅបែបហ្នឹងគឺដីហ្នឹងអត់ទៅមានក្រាមខាងក្រោមទេអញ្ចឹងវាអត់មានប៉ារ៉ាស៊ីតឬក៏មានមេរោគក្រោមដីមកស៊ីឫសនៃដើមរុក្ខជាតិយើងបានទេអញ្ចឹងចំពោះអាការដីយកមកបដោះនេះគឺវាសំខាន់ដែរបងប្អូនអញ្ចឹងខ្ញុំរៀបរាប់តិចទៅបាទដីកាប់ពីកន្លែងណាក៏បានដែរជីកពីកន្លែងណាក៏បានដែរបាទយើងយកមកដាក់ក្នុងផើងអញ្ចឹងមកហើយនេះត្រូវមានចោះរុនយកអីណាបាទបើចោះច្រើនទេហើយយកដាក់អញ្ចឹងទៅស្រោចទឹកបាទស្រោចទឹកទុកហាលថ្ងៃបែបហ្នឹងហើយបាទហើយនេះខ្ញុំស្រោចទឹកពីល្ងាចមិញដើម្បីគិតថានឹងធ្វើវីដេអូចែកជូនបងប្អូនបានទស្សនាណាបាទអញ្ចឹងឃើញវាមានតែស្មៅដុះអញ្ចឹងពេលដែលស្រោចហើយរយៈពេល 2-3 ថ្ងៃគឺស្មៅវាដុះហើយបាទកាលណាតែកន្លែងណាដែលមានស្មៅដុះគឺដីហ្នឹងមានជីជាតិហើយមិនសូវមានមេរោគនៅក្រោមដីប្រហែលទេបាទអញ្ចឹងយើងអាចបាទដាក់បដោះបានឬក៏ដាំអីបានដែរបាទអញ្ចឹងទុកនេះដើមក្រូចឆ្មាយើងយកបាត់នេះមកបាទដោតបែបហ្នឹងមកដោយជ្រៅតិចមកបាទបែបហ្នឹងមកបាទហើយអានេះមកដើមទៀតដោតបែបហ្នឹងមកតែរឿងជ្រៅតិចណាបងប្អូនបាទកុំឲ្យរាក់ពេកណាកាលណាតែរាក់ពេកវាអាលុំដើមតែប៉ុណ្្នឹងបាទអញ្ចឹងជាការស្រេចហ៎បាទអញ្ចឹងពេលដែលយើងដោតបែបហ្នឹងហើយយើងស្រោចទឹកវាបន្តិចទៅគឺជាការស្រេចបាទហើយការស្រោចទឹកគឺយើងត្រូវស្រោចទឹកបាទរាល់ថ្ងៃបាទរាល់ថ្ងៃបើយើងដាក់នៅកណ្ដាលថ្ងៃតែម្ដងបាទយើងស្រោចទឹករាល់ថ្ងៃទៅមិនថាព្រឹកមិនថាល្ងាចទេប៉ុន្តែយល់ល្អយើងស្រោចពេលព្រឹកបាទស្រោចឲ្យជោគជាំឲ្យលិចនេះបាទហើយស្អែកឡើងយើងស្រោចទៀតស្រោចរហូតដល់វាចេញរឹសចេញត្រួយនេះត្រួយខ្ចីហ្នឹងយើង2ថ្ងៃស្រោចម្ដងឲ្យយើងទៅបាទយើងស្រោចទឹកបែបនេះបាទអានេះតែពិតវាសើមរួចហើយបាទស្រោចទឹកចឹងទៅបាទទឹកហ្នឹងវាជ្រាបម្ដងតិចនៅពេលព្រឹកហើយដល់ពេលថ្ងៃត្រង់ខាងក្រោមហ្នឹងវាត្រជាក់ស្រេចខាងលើនេះអាចនឹងសោះហើយដល់ពេលវាធ្លាក់ក្រហមស្លឹកបងប្អូនបាទកុំឲ្យនេះបាទឲ្យវាធ្លាក់តាមតាណាវាមិនបាច់បេះអីទេបាទនៅពេលដែលវាចិត្តចេញឬគឺវាធ្លាក់នេះក្រហមនេះស្លឹកនេះវានឹងខ្លោចងាប់ដោយសារជាតិទឹកហ្នឹងវាអត់មានចរន្តទេអត់មានចរន្តអីបឺទេអញ្ចឹងវាធ្វើឲ្យស្លឹកនេះវាអត់បឺដោយខ្លួនឯងបានទេអញ្ចឹងវានឹងធ្លាក់ជំរុះពេទ្យជំរុះអស់ហើយដល់លេងតិលណាបាទតែវាធ្លាក់អស់ហើយអញ្ចឹងណាបាទនេះត្រួយវាចាប់ចេញប្រឡូកពីលើនេះពីលើហ្នឹងបាទដល់ពេលអញ្ចឹងទៅស្លឹកចាស់វាធ្លាក់អស់ហើយដល់ពេលដែលវាចេញត្រួយចេញអីហើយគឺវាអត់តន់ដោះឬទេបងប្អូនបាទទុករយៈពេលបាទ2ខែទៅបាទឬក៏35ថ្ងៃទៅនិយាយចំគឺ2ខែល្អបំផុតហើយកាលណាវាចេញឬមិនចេញឬដឹងគឺនេះខ្ញុំដើមបដោះនេះអត់តន់បានបំបែកមេឃនេះដើមនេះស្លឹកស្លឹកដែលវាចេញឬនេះដើមវាចេញឬហើយស្លឹកវាចេញមកចាស់អញ្ចឹងគឺដឹង 100% គឺមានឬហើយបាទចាំមើលដល់ពេល
và tranh trui dễ dàng nhầm thọt ơi cũng mang ôn bàn tu sna ở quỳnh lính hay video ní nhầm lòng kho chua muốn làm bây mang ôn và ban ăn vọt tới đầm nào kia tới và cầm mưa là tập kho trong coi bạn mấy chứ nè bà chân video nó cứ miếng bằng ai cũng mang ôn bà vì riêng về nhảy chân ở côn chụp clip chụp nghe video cào